ជំរាបសួរបងប្អូនខ្ញុំសូមអនុញ្ញាតចេញជាសារសំឡេងតែម្ដងទៅដោយសារតែខ្ញុំឃើញតាំងពីម្សិលមិញមកដល់ថ្មនេះបងប្អូនយើងមួយចំនួនមានការខឹងសម្បាតើហេតុអីបានជាក្របបញ្ចេញសំណាញ់មេឃហេតុអីបានជាក្របបញ្ចេញ PHL 03អីជាដើមរឿងខ្លះខ្ញុំក៏មិនមែនជាផ្នែកមួយនៃរដ្ឋាភិបាលហើយខ្ញុំក៏ជាមហាជនសាមញ្ញដូចជាបងប្អូនទាំងអស់គ្នាដែរប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យបងប្អូនយល់ថាពេលខ្លះសត្រូវវាខ្លាចយើងដែរណាបងប្អូនអញ្ចឹងការកំទេចស្ពានថ្មដាការកំទេចអីយើងឃើញថាវាមិនមែនហោះជាប់ទេគឺវាចល័តម៉ោងចល័តពេលចល័តវេលាវាឆ្វែលយូរម្ដងណាបងប្អូនអញ្ចឹងនៅក្នុងន័យនេះគឺអាចនិយាយបានថាសត្រូវព្យាយាមឲ្យយើងបញ្ចេញនៅអាវុធធនធ្ងន់របស់យើងបំផុតដើម្បីឲ្យយើងលោលេងជាមួយវាហើយយើងពេលខ្លះយើងក៏ត្រូវដឹងដែរថាសូម្បីតែរបស់ប្រើប្រាស់យើងក្នុងផ្ទះអ្នកលក់អីវ៉ាន់បោះដុំក៏ដោយយើងកំងច្រើនប៉ុណ្ណាបើសិនជាតម្រូវការអតិថិជននឹងចាំបាច់ជារៀងរាល់ថ្ងៃអីវ៉ាន់ទាំងអស់នោះវាក៏អាចនឹងអស់ស្តុកឬក៏កំងវាអត់ទាន់ដូចគ្នានេះគឺជាយុទ្ធសាស្ត្ររបស់សត្រូវដែលវាចង់ព្យាយាមបន្ថយនៅគ្រឿងសព្វាវុធរបស់យើងណាបងប្អូនអញ្ចឹងដូចខ្ញុំបានបញ្ជាក់ក្នុងសំណេរមុននេះអញ្ចឹងគឺម្ហូបយើងទិញមកថ្លៃដែរហើយគ្រប់យ៉ាងគឺវាសុទ្ធតែមានស្តុកយើងអត់អាចទៅកំងភ្លាមមកភ្លាមបានទេនេះជាយុទ្ធសាស្ត្រសត្រូវមួយដែលវាចង់បន្ថយនៅគ្រឿងសព្វាវុធរបស់យើងវាចង់ធ្វើឲ្យយើងខ្សោយប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនយល់ថាទាំងអស់គ្នាក៏ដូចជាខ្ញុំយើងមិនមែនជាអ្នកកាន់តបយើងមិនមែនជាអ្នកបញ្ជាតបយើងក៏អត់ដឹងអំពីស្ថានភាពនៃសព្វាវុធទាំងប្រទេសសងខាងមានតែអ្នកដែលកាន់ខាងជំនាញនឹងទេដែលគេអាចដឹងនឹងប៉ាន់ប្រមាណថាតើគួរបញ្ចេញក្នុងកម្រិតណាក្នុងស្ថានភាពបែបណានិងកម្រិតនៃការតបតនឹងខ្លាំងក្នុងកម្រិតបែបណាទៅតាមគោលការណ៍ដែលប្រុងប្រៀបរៀងខ្លួនអញ្ចឹងចង់ឲ្យបងប្អូនត្រូវតែជឿជាក់ហើយយើងទុកចិត្តថាប្រទេសជាតិមួយកាលណាយើងខឹងសម្បាដោយសារតែយើងស្ដាយនៅទ្រព្យសម្បត្តិជាតិរបស់យើងរួមតែត្រូវបានគេបំផ្លិចបំផ្លាញអញ្ចឹងនៅក្នុងនាមជាអ្នកដឹកនាំមួយក៏មានអារម្មណ៍សោកស្ដាយមិនចាញ់យើងប៉ុន្មានដែរយើងមិនអាចឈរអោបដៃមើលសត្រូវបន្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់យើងតទៅទៀតទេប៉ុន្តែគ្រប់យ៉ាងគឺវាត្រូវតែមានដែនកំណត់ហើយដែនកំណត់នេះគឺมันអាចឲ្យសត្រូវណាមួយបន្តឈ្លានពានក្នុងទំហំធំណាមួយដែលអាចធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិនិងប្រជាជនយើងកាន់តែខ្លាំងលើសពីនេះតទៅទៀតទេអរគុណបងប្អូនមកដល់ម៉ោងនេះវិនាទីនេះបើទោះជាមានកិច្ចអន្តរាគមន៍ពីលោកដូណាល់ត្រាំកិច្ចអន្តរាគមន៍ពីលោកអាន់វ៉ាអ៊ីប្រាហ៊ីមយ៉ាងណាក៏ដោយក៏ចោលឈ្លានពានសៀមនៅតែបន្តផ្លោងគ្រាប់ចូលទឹកដីកម្ពុជាដដែលអញ្ចឹងពួកចៅវាបានបញ្ជាក់ហើយថាវាមិនស្ដាប់ការអន្តរាគមន៍ណាមួយនោះទេមហិច្ឆតារបស់វាគឺវាចង់ឲ្យខ្មែរយើងបាក់ស្បាតវាមិនមែនជាលេសដែលថាវាមកឈ្លានពានយើងដោយសារតែវាបង្ក្រាប scammer ដោយក្រុមក្បត់ជាតិមួយចំនួនបានដឹកឡើងនោះទេសកម្មភាពមកដល់ពេលនេះបើសកម្មភាពនៃការបង្ក្រាប scammer គឺវាបង្ក្រាបតែតំបន់ណាដែលពាក់ព័ន្ធជាមួយនឹង scammer តែប៉ុណ្ណោះប៉ុន្តែមកដល់ម៉ោងនេះបុរាណដ្ឋានប្រាសាទតាក្របីប្រាសាទព្រះវិហារវត្តអារាមផ្ទះប្រជាជនស៊ីវិលស្លូតត្រង់ត្រូវបានវាបំផ្លាញខ្ទេចខ្ទីមន្ទីរពេទ្យសាលារៀនគ្រប់ផ្នែកទាំងអស់រហូតដល់ស្ពានណាបងប្អូនអញ្ចឹងវាល្មមគ្រប់គ្រាន់ហើយដែលខ្មែរមួយចំនួនល្មមភ្ញាក់ខ្លួនឈប់លៀបពណ៌ខ្មែរគ្នាឯងនីតិនេះគឺជានីតិដែលយើងរួបរวมគ្នានីតិដែលយើងចូលជួជាមួយគ្នានៅក្នុងការទប់ទល់សត្រូវឈ្លានពានគ្មានចំនួនណាដែលខ្មែរអាចរីកចម្រើននិងរីកទឹកដីដោយសារតែការចូលដៃចូលជើងជាមួយបរទេសនោះទេខ្ញុំសង្ឃឹមថាវីដេអូនៅខាងក្រោយខ្ញុំនេះគឺជាសារដាស់តឿនបងប្អូនខ្មែរមួយចំនួនអស់មួយជីវិតដែលនៅឃ្លាននៅឆ្ងាញ់ផលិតផលរបស់សៀមខ្ញុំសង្ឃឹមថាបងប្អូននៅពេលដែលបានឆ្លងកាត់នៅរឿងហេតុការណ៍ទាំងអស់នេះហើយពួកយើងនឹងរួមគ្នាពហិការអស់មួយជីវិតតកូនតចៅរាប់ចំនួនតទៅមិនជ្រលក់រោគមិនប៉ះពាល់មិនប្រើប្រាស់មិនសហការមិនរកស៊ីជាមួយនឹងជនជាតិចៅមួយនេះតទៅទៀតតែអ្វីដែលពួកវាកំពុងតែធ្វើភាពសាហាវយង់ខ្នងដែលវាកំពុងតែកសាងឲ្យប្រជាជនខ្មែរនៅពេលនេះខ្ញុំសង្ឃឹមថាវាគឺជាបទពិសោធន៍ដ៏ឈឺចាប់មួយដែលនឹងដាស់កូនខ្មែរគ្រប់រូបឲ្យភ្ញាក់រលឹកថាអំណះតទៅនេះយើងលែងប្រហែសអំណះតទៅនេះកូនខ្មែរគ្រប់រូបត្រូវអភិវឌ្ឍ
កាន់សិភៅកាន់បិចសិក្សាគ្រប់ចំណេះវិជ្ជាជាពិសេសអ្វីមួយដែលពាក់ព័ន្ធជាមួយនឹងការដែលកសាងឲ្យជាតិយើងមានភាពរឹងមាំដូចសម័យមហានគរល្មមដល់ពេលដែលធនធានខ្មែរទាំងអស់ចាប់ផ្ដើមចាប់យកគ្រប់ជំនាញផ្នែកគីមីវិទ្យារូបវិទ្យាផ្នែកផលិតអាវុធសាស្ត្រផ្នែកផលិតគីមីសាស្ត្រជីវវិទ្យាទាំងអស់នេះគឺអាចនឹងជួយឲ្យជាតិយើងរីកចម្រើនកូនខ្មែរទាំងអស់ត្រូវពង្រឹងនៅវិស័យយោធាបើទោះជាសង្គ្រាមថ្ងៃមុខអាចបញ្ចប់ក្តីប៉ុន្តែយើងនឹងរួមគ្នានៅក្នុងការកសាងឲ្យវិស័យយោធានៅកម្ពុជាមានភាពរឹងមាំដូច្នេះខ្ញុំសង្ឃឹមថាគ្រប់យ៉ាងដែលយើងបានជួបប្រទះនៅក្នុងសម័យនេះគឺជាការឆ្លោះបញ្ចាំងគឺជាការចារឹកនៅក្នុងចិត្តកូនខ្មែរទាំងអស់ថាជនជាតិមួយនេះសាសមួយនេះគឺសាហាវព្រៃផ្សៃបំផុតអ្វីដែលយើងត្រូវធ្វើនៅពេលនេះជុំគ្នាគឺកសាងប្រទេសយើងរួមគ្នាឲ្យខ្លាំងក្លាដូចសម័យមហានគរអរគុណ